ប្រយ័ត្នប្រយែងបើកបរនៅពេលដែលយើងមិនប្រកាន់ស្ដាំហើយបណ្ដាលឲ្យអ្នកដទៃស្លាប់ពេលនោះយើងត្រូវទទួលទោសព្រហ្មទណ្ឌហើយតាមមាត្រា85នៃច្បាប់ចរាចរណ៍ផ្លូវគោកការបើកបរធ្វើប្រហែសខ្ជាមិនប្រុងប្រយ័ត្នមិនគោរពកាតព្វកិច្ចដែលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវហើយបណ្ដាលឲ្យស្លាប់អ្នកដទៃច្បាប់ដាក់ទោសអ្នកដែលបង្កនឹងដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំហើយពិន័យជាប្រាក់ពី4លានរៀលទៅ15លានរៀលអានេះមិនទាន់គិតអំពីសំណងការខូចខាតទៅជនរងគ្រោះឬក៏ភាគីរងគ្រោះទេព្រោះជនរងគ្រោះមិនអាចទេពីព្រោះជនរងគ្រោះស្លាប់ហើយអញ្ចឹងភាគីរងគ្រោះអាចជាសាច់ញាតិឪពុកម្ដាយបងប្អូនប្តីប្រពន្ធអ្នកដែលនៅរស់ហ្នឹងណាហ្នឹងហើយប៉ុន្តែបើសិនបើរកឃើញថានៅពេលដែលបើកបរហ្នឹងគ្មានបានបើកបរមានជាតិស្វឹងនៅក្នុងខ្លួនអញ្ចឹងវាចូលទៅក្នុងស្ថានទម្ងន់ទោសអញ្ចឹងទៅទោសត្រូវកើនណាកើនពី1ឆ្នាំទៅ3ឆ្នាំឡើងទៅដល់2ឆ្នាំទៅ5ឆ្នាំបើសិនណាជាបើកបរគ្មានបានបើកបរមានជាតិស្វឹងបណ្ដាលឲ្យស្លាប់មនុស្សច្រើនអ្នកអីផ្សេងអញ្ចឹងទេពេលដែលបើកបរប្រយ័ត្នមែនតើជាពិសេសរឿងប្រកាន់ស្ដាំហ្នឹងពីព្រោះច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ច្បាស់ថានៅកម្ពុជារបស់យើងគឺបើកបរដោយប្រកាន់ស្ដាំហ្នឹងហើយតែយើងដឹងទាំងអស់គ្នាអត់អាចទៅបើកប្រច្រាស់ទេសម្រាប់បងប្អូនដែលចូលចិត្តបើកប្រច្រាស់បើបណ្ដាលឲ្យស្លាប់អ្នកដទៃអាហ្នឹងគឺត្រូវទទួលទោសព្រហ្មទណ្ឌហើយជប់គុកណាអញ្ចឹងកុំរញើសពេកអារឿងបើកប្រច្រាស់ហ្នឹងទ្រាំបន្តិចទៅសៀចូលចិត្តទៅសៀឆ្លងអញ្ចឹងអត់ទៅដល់កនុះឲ្យចាំបត់ឆ្វេងទេទៅដល់ឲ្យស្លាស់បត់ឆ្វោកសៀអញ្ចឹងទៅសំបីតែនិស្សិតច្បាប់របស់ខ្ញុំហ្នឹងក៏ឃើញបើកអញ្ចឹងដែរចង់ប្រយ័ត្នមែនតើណាជប់គុកវើអ្នករៀនច្បាប់ជាពិសេសណាអានច្បាប់ផង